សម្រាប់ឯងគេដូចជាខ្មោចអញ្ចឹងសម្រាប់ខ្ញុំវិញគេជាមនុស្សល្អម្នាក់អហសៀវវៃដើរឡើងតែម្នាក់ឯងខ្ញុំត្រជាក់នៅទីនោះជីមីកុំលោតមុនចង្វាក់ពេកមុខឯងនៅឈឺអត់ឈឺហើយអរគុណដែលឯងជួយរកគូឲ្យខ្ញុំបើខ្ញុំបានជួបគ្រួសារឯងហើយឯងមកជួបគ្រួសារខ្ញុំវិញម្ដងទៅបានតើគ្រួសារខ្ញុំនៅទីនេះទេឯងមើលលឿនមកនេះជារូបដែលកូនស្រីខ្ញុំគូកាលគាត់អាយុ6ឆ្នាំរូបនេះគឺខ្ញុំចំណែករូបនេះគឺគាត់ហឺស្អាតអត់ហាហាគេជាមនុស្សឈួតម្នាក់នេះគឺម៉ាក់របស់ខ្ញុំមីងមិនក៏អញ្ចឹងទៅ4ឆ្នាំមុនខ្ញុំបានជួយសុំទានម្នាក់នៅមុខផ្ទះគាត់ថាលោកក៏លំបាកខ្លាំងណាស់ហើយខ្ញុំក៏បានឲ្យការងារជាអ្នកបម្រើផ្ទាល់ខ្លួនម្នាក់ថែមទាំងបានឧបត្ថម្ភអូនប្រុសរបស់គាត់ឲ្យរៀនមហាវិទ្យាល័យទៀតតែខ្ញុំមិននឹកស្មានថាគាត់បែរជាក្បត់គុណបែបនេះសោះលើកលែងតែប្តីរបស់ខ្ញុំធ្វើឲ្យម៉ាក់ខ្ញុំឈួតហើយបណ្ដាលឲ្យគ្រួសារខ្ញុំបែកបាក់និងបាត់បង់សមាជិក4ឆ្នាំមុនក៏មានបងស្រីម្នាក់បានឧបត្ថម្ភឲ្យខ្ញុំរៀនមហាវិទ្យាល័យដែរបងស្រីសៀវវិនបងស្រីសៀវប៉ៃបានរកការងារជាស្ត្រីបម្រើម្នាក់ម្ចាស់ផ្ទះស្រីនោះក៏បាននិយាយថាគាត់នឹងឧបត្ថម្ភអូនឲ្យរៀនមហាវិទ្យាល័យដែរពិតមែនឬម្ចាស់ផ្ទះស្រីនោះឈ្មោះអ្វីទៅថ្ងៃមុខខ្ញុំត្រូវតបស្នងសងគុណគាត់ឲ្យបានល្អគាត់ឈ្មោះស៊ីវមីលីតែគាត់បានទទួលមរណភាពទៅហើយអញ្ចឹងជីវិតខ្ញុំបានคล้ายទៅជាបរាជ័យទាំងស្រុងដោយសារហេតុផលនេះរឿងតែមួយគត់ដែលធ្វើឲ្យខ្ញុំរស់នៅបានក្រៅពីម៉ាក់គឺការសងសឹកបើសិនជាអញចង់សងសឹកខ្ញុំអាចជួយអញបានបើសិនជាខ្ញុំចង់បានជីវិតរបស់គេឯងសុខចិត្តធ្វើជាកំបិតក្នុងដៃខ្ញុំទេរកអ្នកផ្សេងសាក់មើលទៅបងស្រីរបស់ហែងក្មេងស្រីពីបងស្រីរបស់ហែងតាក់ទោសអ្វីទាំងអស់ដែលឯងមានប៉ុន្មានឆ្នាំនេះគឺបងស្រីរបស់ហែងចង្រៃជន់ឆ្លេកខ្ញុំតាស់តឿនបើលោកនៅមានមន្តសការខ្លះនឹងដឹងថាគួរធ្វើដូចម្ដេចហេតុអ្វីបានជាឯងនិយាយពាក្យធ្ងន់ទាំងនោះទៅកាន់ឈូវិនប្រាប់ការពិតទៅគេនេះហៅថាពាក្យធ្ងន់មែនទេនេះជាកំហុសដែលឈូយ៉ានបានប្រព្រឹត្តជាមួយគេមានរឿងអីតាក់ទងឈូវីគេគ្មានទោសទេឈូវីជាប្អូនប្រុសបង្កើតរបស់គេមិនគ្មានទោសទេសុំទោសទាំងអស់នេះធ្វើឲ្យខ្ញុំស្អប់ឯងកាន់តែខ្លាំងធ្វើរឿងខុសជំនួសគាត់គ្រាន់តែលុតជង្គង់ទេមានអីអស្ចារ្យណាស់ណាមើលខ្ញុំក៏អាចលុតជង្គង់ដែរឯងគិតថាគ្រាន់តែលុតជង្គង់អាចលាងបាបគ្រួសារឯងទាំងអស់បានមែនទេមើលទៅវិធីសុំទោសបែបនេះគួរឲ្យអស់សំណើចពេកហើយខ្ញុំនឹងដោះស្រាយអ្វីទាំងអស់នៅទីបំផុតហើយក៏មានគាត់ទៀតបើឯងធ្វើមិនបានទេនោះកុំមកតាមរកខ្ញុំទៀតទៅថ្ងៃក្រោយបាទខ្ញុំខ្ចីលុយហើយខ្ញុំឃ្លានទោសទាយនៅក្នុងបន្ទប់សម្ងាត់បងស្រីឯងនិងកន្លែងបទឧក្រិដ្ឋរបស់គាត់មិនមែនឆុងស៊ូងគឺស៊ូមីលឹកទេ
បងស្រីអញត្រឡប់មកវិញចាំនិយាយគ្នាបងស្រីខ្ញុំខុសហើយខ្ញុំមិនគួរទៅជាមួយឆុងសួងកាពីម្សិលមិញទេអញចាត់ទុកបងស្រីអញជាអ្វីអញចង់ក្បត់ក៏ក្បត់ទៅចង់ត្រឡប់មកវិញក៏ត្រឡប់មកវិញកំភ្លៀងនេះគឺដើម្បីឲ្យអញគិតពិចារណាឲ្យបានល្អិតល្អន់នៅរឿងល្ងងខ្លះអ្វីខ្លះដែលអញបានធ្វើនាពេលថ្មីនេះបើអញគិតបានល្អិតល្អន់អញគួរតែយល់ហើយអ្នកដែលស្រឡាញ់អញជាងគេគឺខ្ញុំយើងទៅជាគ្រួសារតែមួយខ្ញុំដឹងបងស្រីខ្ញុំបំរុងជួយបងមើលក្រុមហ៊ុនកាលមុនខ្ញុំនិយាយប្រាប់បងមិនបាននិយាយថាមិនចាប់អារម្មណ៍រឿងក្រុមហ៊ុនទេអីចុះឥឡូវមិនក៏ស្រាប់តែចង់មកជួយខ្ញុំវិញបងនិយាយហើយតាយើងពីរនាក់ទៅជាគ្រួសារតែមួយក៏ត្រូវដែរមានប្អូនជួយមើលថែខ្ញុំក៏ស្រួលច្រើនដែរទៅនាំលោកកំឡោះទៅបន្ទប់សម្ងាត់ទៅនៅក្នុងបន្ទប់សម្ងាត់សុទ្ធតែឯកសារសម្ងាត់របស់ក្រុមហ៊ុនទាំងអស់អញមើលឲ្យបានល្អរៀនពីរបៀបគ្រប់គ្រងក្រុមហ៊ុននេះឲ្យបានច្រើនទៅលោកជំទាវបន្ទប់សម្ងាត់នេះក្រៅពីលោកជំទាវគ្មានអ្នកណាធ្លាប់ចូលទេបើឲ្យលោកកំឡោះចូលគេជាប្អូនខ្ញុំតាំងពីពេលណាដែលដល់វេនអញមកសួរដេញដោលលោកកំឡោះអញ្ជើញលោកកំឡោះផ្លូវនេះនៅក្នុងបន្ទប់សម្ងាត់របស់បងឯងមានភស្តុតាងបទឧក្រិដ្ឋរបស់នាងអញទៅណាលេខសម្ងាត់ជាថ្ងៃកំណើតខ្ញុំមែនវត្ត Esolid Cave អញរកអីខ្ញុំគ្រាន់តែមើលលេងទេការអត់ធ្មត់របស់ខ្ញុំមានកំណត់ខ្ញុំសួរអញម្ដងទៀតជាចុងក្រោយអញកំពុងរកអីឲ្យខ្ញុំបងខ្ញុំឈឺពិតមែនតែមុខទេញ៉ូខ្ញុំចង់ឲ្យអញឲ្យខ្ញុំមានរឿងអីហេតុអីអត់មានអីសោះសៀវវីបងមើលឲ្យច្បាស់ខ្ញុំជាប្អូនប្រុសរបស់បងខ្ញុំមិនមែនជាស្ទើររបស់បងទេបងខ្លាចសុំទោសខ្ញុំបានយល់ច្រឡំលើអញហើយលោកគ្រូកុំអូសខ្ញុំសាវិតប្អូនត្រូវយល់ពីបងស្រីប្អូនគឺជាមនុស្សដែលបងស្រីស្រឡាញ់បំផុតនៅលើโลกនេះហើយបងស្រីពិតជាមិនអាចទៀតទេបងស្រីមិនអាចទទួលយកការក្បត់របស់ប្អូនបានទៀតទេបងកុំបារម្ភអីខ្ញុំមិនធ្វើទេបងស្រីល្អស្អែកបងនឹងនាំអញទៅក្រុមហ៊ុនបានខ្ញុំអ្នកឲ្យខ្ញុំសូមណែនាំទៅកាន់អ្នកទាំងអស់គ្នានេះគឺជាប្អូនប្រុសរបស់ខ្ញុំឈូវីហើយក៏ជាអនុប្រធានក្រុមប្រឹក្សាភិបាលថ្មីនៃក្រុមហ៊ុន Housing ផងដែរ